position បាទ position បាទប្រែថាមុខតំណែងបងប្អូនបាទមុខតំណែងមួយបាទជម្រាបសួរបងប្អូនទាំងអស់គ្នាបាទអញ្ចឹងថ្ងៃនេះខ្ញុំមានមេរៀនថ្មីមួយទៀតហើយសម្រាប់ចែករំលែកទៅកាន់បងប្អូនហើយមេរៀននោះបងប្អូនងាកមើលមកក្រោយមកបាទអញ្ចឹងនេះបងប្អូនបាទតើពេលណា T មានសំឡេង sh បាទតើពេលណា T មានសំឡេង sh បាទអញ្ចឹង T មានសំឡេងច្រើនតែថ្ងៃនេះខ្ញុំលើកមកតែមួយនេះទេបាទ T ទីនេះគឺមានសំឡេង sh បាទអញ្ចឹងសំឡេងរបស់វាបងប្អូនធ្វើលក្ខណៈបែបនេះណានៅពេលដែលបងប្អូនឃើញអ្នកណាមាត់លឡាច្រើនបងប្អូនទៅ បាទគឺធ្វើសំឡេងបែបហ្នឹង sh អញ្ចឹងខ្ញុំដាក់និយមន័យបែបនេះណាបងប្អូនបាទនេះបាទ T មានសំឡេង sh ពេលជួប ion បាទអញ្ចឹងម្ដងទៀតបងប្អូនបាទ T មានសំឡេង sh ពេលជួប ion អញ្ចឹងជួប ion បងប្អូនចំណាំទៅថា T មានសំឡេង sh បាទដូច្នេះចូលទៅសិក្សាពាក្យបងប្អូនកាន់តែច្បាស់ជាងនេះបាទនេះបងប្អូនបាទដូចពាក្យនេះយើងអានថា location បាទ location អញ្ចឹងចំណុចដែលបងប្អូនផ្ដោតនេះ T កន្លែងនេះវាជួប ion អញ្ចឹងវាមានសំឡេង sh បាទ io នេះសំឡេងn នឹងសំឡេង n បាទអញ្ចឹង sh n shen ឃើញទេ shen បាទ sh n shen location បាទ location ហ្នឹងប្រែថាផែនទីណាបងប្អូនហ្នឹងហើយអញ្ចឹងពាក្យហ្នឹងគេអានថា location ទេបងប្អូនគឺគេអានថា location បាទដោយសារអី T កន្លែងហ្នឹងមានសំឡេង sh បាទតោះពាក្យបន្ទាប់នេះបងប្អូនពាក្យនេះយើងអានថា station បាទ station បាទអញ្ចឹងបងប្អូនមើលមកបាទ T កន្លែងនេះជួប ion ទៀតហើយបាទ sh n shen បាទ io នេះសំឡេងដែរ sh n shen station បាទអានេះដូចគ្នាណាយើងអាន station ទេគឺ station បាទប្រែថាស្ថានីយ៍អញ្ចឹងស្ថានីយ៍អីមួយបងប្អូនដូច train station អញ្ចឹងហ្នឹងស្ថានីយ៍រថភ្លើងអីចឹងទៅអញ្ចឹងយើងទៅសិក្សាពាក្យបន្ទាប់នេះបងប្អូនពាក្យនេះយើងអានថា nation បាទ nation អញ្ចឹងបងប្អូនមើលមកបាទ T នេះជួប ion អញ្ចឹងវាមានសំឡេង sh បាទនេះ sh n shen បាទ ion សំឡេងដែរបាទ sh n shen អញ្ចឹងយើងអានថា nation គេអាន nation ទេអាន nation បាទប្រែថាសញ្ជាតិណាបងប្អូនបាទសញ្ជាតិអីចឹងទៅចូលទៅពាក្យមួយទៀតបាទពាក្យនេះយើងអានថា position បាទ position បាទអញ្ចឹងបងប្អូនមើលមកបាទ P សលេងផា O កន្លែងនេះសលេងទេបាទ S កន្លែងនេះសលេងវា Z I សលេង E T ហ្នឹងគឺមានសំឡេង sh បាទ IO សលេងN ហ្នឹងណាបាទអញ្ចឹងយើងអានមកបាទ position បាទ position បាទប្រែថាមុខតំណែងបងប្អូនបាទមុខតំណែងមួយបាទអញ្ចឹងយើងអានថា position បាទតោះពាក្យមួយទៀតបាទពាក្យនេះយើងអានថា solution បាទ solution ហ្នឹងហើយអញ្ចឹងមើលមកបងប្អូនបាទ S សលេងស O កន្លែងនេះសលេងទេបាទ L U ហ្នឹងសំឡេងរបស់វាគឺ U បាទ T របស់យើងជួបជាមួយនឹងនេះ T កន្លែងហ្នឹងមានសលេង sh បាទដោយសារវាជួប I O N អញ្ចឹងហ្នឹងដោយបងប្អូនបានយកខាងដើមអញ្ចឹងបាទយើងអានថា shen កន្លែងហ្នឹង shen បាទអញ្ចឹងអានចូលគ្នាមកបាទ solution បាទ solution បាទប្រែថាដំណោះស្រាយអញ្ចឹងទីនេះខ្ញុំដាក់មកតែ5ពាក្យហ្នឹងទេហើយមានពាក្យផ្សេងច្រើនទៀតណាតែពាក្យអីពាក្យទៅឲ្យតែបងប្អូនឃើញបាទ T
ជួបជាមួយនឹង ion T កន្លែងហ្នឹងមានសំឡេង sh ហើយណាបងប្អូនចាំចឹងទៅបាទដូច្នេះក្នុងវីដេអូនេះយើងជួបគ្នាប៉ុណ្ណេះហើយបើសិនជាបងប្អូនចាប់អារម្មណ៍វគ្គសិក្សាមូលដ្ឋានគ្រឹះភាសាអង់គ្លេសកម្រិតដំបូងបងប្អូនអាច comment ពាក្យថា OK នៅខាងក្រោមវីដេអូហើយបន្តមកទៀតបងប្អូននឹងទទួលបានព័ត៌មានសិក្សាបាទជួបគ្នាវីដេអូក្រោយបើសិនជាបងប្អូនចង់ចេះស្រាក់ព្យញ្ជនៈនិងអានពាក្យឲ្យបានត្រឹមត្រូវតោះរៀនភាសាអង់គ្លេសជាមួយ OLF